ការដោះលេខថ្មអូមើលចាស់មីស្រីចាស់លួចខ្សែដៃមកលាក់ខ្លួននៅទីនេះសោះមិនគិតស្មានថាលាក់ខ្លួននៅទីនេះហើយគ្មានអ្នកណាគេដឹងថានាងជាចៅមែនទេសណ្ដានជាចៅតួនៅទីណាក៏នៅមានដៃមានជើងដដែលហ្នឹងណែយើងប្រាប់នាងឲ្យហើយនេះទោះបីជាខំកិច្ចទៅដល់ទីណាក៏ដោយចាស់ក៏កុំសង្ឃឹមថាបោះពេរុនអត់ទោសឲ្យនាងឲ្យសោះណានាងឈប់មកមួលបង្កាច់ក្មួយនីកាទៅតើនាងជានរណាមកពីណាទើបនិយាយពាក្យគ្មានសិលធម៌មកលើក្មួយនីកាយ៉ាងនេះអញ្ចឹងនៅក្នុងភូមិនេះអ្នកណាក៏គេដឹងដែរថាក្មួយនីកាជាក្មេងស្រីមានចិត្តល្អស្លូតបូតចេះគោរពចាស់ទុំចេះជួយយកអាសាអ្នកនៅក្នុងភូមិដោយមិនចង់បានផលតបស្នងពីពួកយើងវិញឡើយតែពួកនាងវិញគ្រាន់តែមកដល់ភូមិនេះភ្លាមក៏ស្រាប់តែជេរប្រមាថគេផ្លេតតែម្ដងមើលទៅសម្លៀកបំពាក់ដូចជាកូនអ្នកមានទ្រព្យសម្បត្តិធូរធារណាស់តែចរិតមិនក៏ថោកទាបជាងសម្លៀកបំពាក់យ៉ាងនេះអញ្ចឹងរំពេចនោះភិរុនបានដើរចេញមកពីក្រោយខ្នងម៉ារីណារ៉ូសាឈប់សម្ដែងទៀតទៅខ្ញុំបានដឹងរឿងគ្រប់យ៉ាងអស់ហើយតាមពិតគឺពួកនាងជាអ្នករៀបចំល្បិចកខ្វក់ទម្លាក់កំហុសឲ្យនីកាមែនទេខ្សែដៃនោះនីកាមិនបានលួចទេគឺពួកនាងទេដែលជាអ្នកលួចយកទៅដាក់នៅក្នុងកាបូបរបស់នាងហើយចោទប្រកាន់នាងមែនទេពួកនាងធ្វើឲ្យខ្ញុំខុសធ្ងន់ណាស់ខ្ញុំស្ទើរតែបាត់បង់មនុស្សល្អម្នាក់ដោយសារតែពួកនាងទៅហើយបងពេរុនបងស្ដាប់ពួកយើងសិនទេនាងនេះគឺជាកូនអ្នកស្រីក្ររហាមវាមកធ្វើការនៅក្បែរបងក៏ដើម្បីចង់តាំងបងដែរណាហើយបើទោះជាពេលនេះវាមិនលួចរបស់បងក៏ដោយចោះតែមិនប្រកាសថាវាមិនចេះលួចរហូតនោះទេដូច្នេះហើយពួកយើងក៏ត្រូវតែកម្ចាត់នាងចោលជៀសវាងថ្ងៃក្រោយបងខាត់បងប្រយោជន៍ធំជាងនេះមែនហើយបងរស់សានិយាយត្រេបងគិតទៅមើលនាងជាស្រីក្រីក្ររហាមតាមមិននឹងអាចទប់ចិត្តបានពេលដែលឃើញទ្រព្យសម្បត្តិនិងវត្ថុមានតម្លៃនៅក្បែរខ្លួនចឹងនោះហើយម្យ៉ាងទៀតពួកយើងធ្វើនេះក៏ព្រោះតែស្រឡាញ់បងនិងមិនចង់ឲ្យបងមើលមនុស្សខុសតែប៉ុណ្ណោះទេអ្នកទាំងពីរគិតថាខ្ញុំជាស្អីខ្ញុំមិនចេះមើលមនុស្សមែនទេត្រូវហើយខ្ញុំពិតជាមិនចេះមើលមនុស្សមែនគឺមើលមិនដឹងថាអ្នកទាំងពីរជាមនុស្សបែបនេះសោះខ្ញុំដឹងថាអ្នកទាំងពីរស្រឡាញ់ខ្ញុំតែសេចក្តីស្រឡាញ់របស់ពួកនាងគឺជាសេចក្តីស្រឡាញ់ដែលបំផ្លាញអ្នកដទៃបានហើយឆាប់ចេញពីភូមិនេះទៅហើយកុំមកឲ្យខ្ញុំឃើញមុខទៀតឬក៏ចង់ឲ្យប៉ូលីសមកដោះស្រាយរឿងអ្នកទាំងពីរមូលបង្កាច់នីកាមិននៅយូរឡើយរ៉ូសានិងម៉ារីណាក៏ប្រញាប់ត្រឡប់ទៅវិញដោយក្តីអាម៉ាស់ជាទីបំផុតវាលស្មៅក្បែរមាត់ទន្លេពេលព្រះអាទិត្យរៀបលេញបរិយាកាសរ៉ូម៉ាន់ទិកស័ក្តិសមជាពេលដែលភិរុននិយាយពាក្យលងលោមទទួលកំហុសដែលខ្លួនបានវិនិច្ឆ័យដោយខ្វះការពិចារណាក្នុងគ្រានោះដែរភិរុនហាក់មានចិត្តទោទនស្រឡាញ់នីកាចាប់ពីពេលនោះមកនីកាបងដឹងថាបងមិនសមនឹងទទួលបានការអត់ទោសពីអូនទេបងមើលងាយអូនបងធ្វើបាបចិត្តអូនតាមសម្ដីអ្នកដទៃបងល្ងងណាស់មែនទេលោកមិនបានល្ងងទេលោកគ្រាន់តែមើលមនុស្សតាមរយៈសម្បកក្រែងនិងបញ្ញាវិនិច្ឆ័យលឿនពេកតែប៉ុណ្ណោះទឹកភ្នែកដែលខ្ញុំហូរនៅពេលនោះវាបានស្ងួតអស់ទៅហើយខ្ញុំក៏មិនចង់រស់នៅក្នុងការឈឺចាប់ទៀតដែរឲ្យបងសុំទោសបងបានធ្វើឲ្យអូនបាត់បង់កិត្តិយសនិងភាពថ្លៃថ្នូររបស់អូននៅពេលនោះអញ្ចឹងតើបងអាចសងជំងឺចិត្តអូនវិញបានទេមិនមែនដោយលុយកាក់តែដោយការមើលថែនិងភាពស្មោះត្រង់អស់មួយជីវិតបងចង់ឲ្យអូនទៅនៅក្បែរបងក្នុងនាមជាម្ចាស់សន្តាគារនិងជាម្ចាស់បេះដូងបងតើអូនយល់ព្រមទេរឿងនេះហាក់ដូចជាលឿនពេកទៅដឹងឯងលោកភិរុនខ្ញុំនៅមិនទាន់ត្រៀមខ្លួនបាននៅឡើយទេនេះតាលោកអាចទុកពេលខ្ញុំគិតប្រហែលថ្ងៃសិនតើបានទេខ្ញុំសូមទៅជួបនិយាយជាមួយឪពុកម្ដាយខ្ញុំសិនបើសិនឪពុកម្ដាយខ្ញុំអ្នកភូមិនិងមិត្តភក្តិលោកយកព្រមខ្ញុំក៏មិនដឹងជាត្រូវបដិសេធយ៉ាងម៉េចដែរល្អណាស់អញ្ចឹងបងក៏ចង់ទៅជួបអនាគតឪពុកក្មេកម្ដាយក្មេកបងដែរអញ្ចឹងតោះយើងទៅពេលនេះតែម្ដងទៅណាទេលោកមិនអាចទៅនៅពេលនេះបានទេនៅមានរឿងជាច្រើនទៀតដែលលោកនៅមិនទាន់បានស្គាល់ខ្ញុំនៅឡើយខ្ញុំគិតថាយើងគួរតែនៅមើលចិត្តគ្នាមួយរយៈទៀតសិនទៅក៏បានដែរនេះបញ្ហាធំមួយទៀតនោះគឺជាអ្វីទៅខ្ញុំបារម្ភខ្លាចឪពុកម្ដាយបងមិនពេញចិត្តនឹងកូនអ្នកស្រីដូចជាខ្ញុំព្រោះកាលពីមុនខ្ញុំគ្រាន់តែ
ជាអ្នកបំរើនៅក្នុងសន្តាគាររបស់លោកតែប៉ុណ្ណាលោកក៏ទៅមើលថាតើពួកគាត់យកព្រមទទួលយកខ្ញុំដែរទេច្បាស់ណាស់ពួកគាត់គឺមិនអាចទទួលបានឡើយក ុំបារម្ភរឿងនេះអីបងចេះដោះស្រាយហើយបងនឹងធ្វើឲ្យពួកគាត់ព្រមទទួលស្គាល់អូនជាមនុស្សពិសេសឲ្យបានសូមអូនទុកចិត្តបងចុះកំពុងតែនិយាយសារសងគ្នាយ៉ាងមានសេចក្តីសុខពួកគេទាំងពីរនាក់មិនបានដឹងថារ៉ូសានិងម៉ារីណាកំពុងតែលួចស្ដាប់ពួកគេឡើយ រលីអស់ហើយតែការខិតខំប្រឹងប្រែងរបស់យើងត្រូវរលីដោយសារតែមីក្មេងស្រីស្រាប់ខ្សែម្នាក់ហ្នឹងតើមែនទេយើងមិនសុខចិត្តទេមែនហើយខ្ញុំនេះក៏មិនសុខចិត្តដែរឥឡូវយើងមានគោលដៅតែមួយដូចគ្នាមែនទេអញ្ចឹងយើងគួរតែធ្វើអ្វីម្យ៉ាងហើយឯងចង់មានន័យថាចង់កម្ចាត់នាងនឹងម្ដងទៀតតើមែនទេត្រូវហើយបើជ្រុលជាលោកទៅហើយនោះយើងត្រូវលុកឲ្យជ្រៅទឹកដឹងថាទឹកនោះវាមានជម្រៅជ្រៅប៉ុណ្ណាតែយើងក៏ត្រូវតែសហការគ្នាដែរទៅបានយល់ទេល្អរឿងនេះគ្នាយល់ព្រមឲ្យតែអាចកម្ចាត់នាងនឹងបានយើងនឹងជួយនីកាត្រូវបានភិរុនហៅមកធ្វើការជាអ្នកគ្រប់គ្រងទូទៅនៅសន្តាគាររបស់គេមួយកន្លែងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរហាក់មានភាពស្និទ្ធស្នាលនឹងគ្នាបន្តិចម្ដងប្រៀបដូចជាគូស្នេហ៍ដែលពោរពេញទៅដោយភាពស្រឡាញ់និងភាពស្មោះត្រង់ដោយឃើញពីចរិតលក្ខណៈនិងភាពស្មោះត្រង់ពូកែធ្វើការរបស់នីកានាំឲ្យឪពុកម្ដាយរបស់ភិរុនស្រាប់តែបដូរចិត្តមកស្រឡាញ់និងចូលចិត្តនីកាជាខ្លាំងមិនយូរប៉ុន្មានទាំងឪពុកម្ដាយរបស់ភិរុននិងឪពុកម្ដាយរបស់នីកាក៏បានយល់ព្រមឲ្យអ្នកទាំងពីររៀបការនឹងគ្នាជាប្តីប្រពន្ធស្របច្បាប់ ឯងមានក្តីសុខណាស់មែនទេនាងនីកាឯងដណ្ដើមគ្រប់យ៉ាងពីយើងសូម្បីតែបងភិរុនឯងធ្វើឲ្យយើងនេះបាត់បង់អ្វីគ្រប់យ៉ាងនាងឯងគិតថាអាចខ្លាយទៅជាប្រពន្ធបងភិរុនហើយតែមែនទេឈប់សម័យទៅយើងនឹងបំផ្លាញនាងឯងឲ្យរលីសាប់សូន្យពីផែនដីនេះបើយើងមិនបានបងភិរុននាងឯងក៏កុំសង្ឃឹមថានឹងបានក្រុងឈុតកូនក្រមុំចូលរោងការឲ្យសោះ គេហដ្ឋាននីកាថ្ងៃសូត្រមន្តចូលរោងការនៅក្រោមបរិយាកាសដ៏សប្បាយរីករាយលាយឡំជាមួយនឹងសំណើចក្អាកក្អាយផងអ្នកភូមិកំពុងតែជួយគ្នាកាប់មាន់កាប់ទាធ្វើម្ហូបដើម្បីទទួលភ្ញៀវមួយសន្ទុះក្រោយមកភាពមិនប្រក់ក្រដីមួយក៏បានកើតឡើងរ៉ូសានិងម៉ារីណាបានបន្លំខ្លួនជាអ្នកភូមិដោយម៉ារីណាយកថ្នាំពុលទៅដាក់ក្នុងទឹកផឹកសម្រាប់ភ្ញៀវនិងគ្រួសារនីកាចំណែករ៉ូសាបានដើរតម្រង់ទៅរកនីកាក្នុងបន្ទប់ក្នុងបំណងយកទឹកដែលមានថ្នាំពុលឲ្យនីកាផឹកដើម្បីសម្លាប់នាងតែម្ដង នាងកូនកំមុំមមីញឹកណាស់មែនទេនាងគួរតែសម្រាប់បន្តិចសិនទេមើលតែនាងប្រហែលជាហត់ខ្លាំងណាស់ទៅហើយណែតឹងឆាប់ញ៉ាំទឹកបន្តិចទៅណាកុំឲ្យអស់កម្លាំងពេកព្រោះថ្ងៃស្អែកនេះនាងនឹងត្រូវមានការរវល់ខ្លាំងជាងនេះទៀតណាចាអរគុណឲ្យបងស្រីអេចាប់សិនហេតុអីបានជាកដៃបងស្រីមានស្នាមសាក់ដូចជារ៉ូសាអញ្ចឹងអេរ៉ូសាតានេះតានាងមកទីនេះធ្វើអីទេភ្នែកមុតណាស់នាងត្រូវឲ្យគឺយើងថ្ងៃនេះគឺជាថ្ងៃមង្គលការឯងឬក៏ជាថ្ងៃបុណ្យសពឯងគឺយើងជាអ្នកសម្រាញ់រ៉ូសាចប់ទេនាងធ្វើបាបខ្ញុំច្រើនណាស់ទៅហើយហេតុអីក៏នាងមិនព្រមបញ្ឈប់គំនុំនេះទៀតអញ្ចឹងបញ្ឈប់ហ៎លោកតាតែឯងនេះរលីបាត់ពីលោកនេះ រ៉ូសាស្ទុះទៅចាប់នីការួចយកកំបិតបំរុងនឹងចាក់សម្លាប់នីការំពេចនោះភិរុនក៏បានមកទាន់ដោយឃើញរ៉ូសាកំពុងភ្ជង់កនីកាគេក៏ភ័យជាខ្លាំងតែគេក៏មិនទាន់អាចជួយនីកាឲ្យផុតពីកណ្ដាប់ដៃរបស់រ៉ូសាបាននៅឡើយទេរ៉ូសាឈប់ភ្លាមបើនាងចង់សងសឹកមកសងសឹកលើខ្ញុំចុះខ្ញុំជាអ្នកបដិសេធនាងអ្វីគ្រប់យ៉ាងគឺខ្ញុំជាអ្នកទទួលខុសត្រូវកុំធ្វើបាបមនុស្សដែលមិនដឹងអីឲ្យសោះឆាប់ដោះលែងនាងភ្លាមទៅ បងភិរុនពីដើមមកខ្ញុំតែងធ្វើល្អចំពោះបងណាក៏ព្រោះតែចង់បានការស្រឡាញ់ថ្នាក់ថ្នមយកចិត្តពីបងវិញតែហេតុអីក៏បងនៅតែមើលមិនឃើញខ្ញុំចំណែកនាងស្រីក្មេងអ្នកស្រីនេះវិញវាគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះបងបែរជាស្រឡាញ់វានឹងរៀបការជាមួយវាអញ្ចឹងហ៎បានបងស្រឡាញ់វាណាស់មែនទេបងភិរុនចុះបើវាមានស្នាមស្លាប់ពេញមុខតើបងនៅស្រឡាញ់វាទៀតទេរ៉ូសាលើកកំបិតបំរុងនឹងអាមុខនីកាភិរុនក៏ស្ទុះទៅចាប់កំបិតដោយដៃទទេឈប់ភ្លាម
ខ្ញុំមិនឲ្យនាងមកបំផ្លាញប្រពន្ធខ្ញុំបានទេ លេងដៃភ្លាមទេយើងនឹងសម្លាប់នាងនេះលេងដៃភ្លាមលេងណាម៉ារីណានាងនៅចាំមើលដល់ណាទៀតឆាប់មកជួយយើងសម្លាប់នាងនេះចោលទៅ ភិរុនក៏ចាប់កំបិតរ៉ូសាបានប៉ុន្តែដៃភិរុនពោពេញទៅដោយឈាមហូរស្រោចដៃដោយឃើញឈាមហូរច្រើនយ៉ាងនេះម៉ារីណាក៏មានអារម្មណ៍តក់ស្លុតជាខ្លាំងនិងភ័យញ័រខ្លួនមិនអាចធ្វើអ្វីបានឡើយនាងបានត្រឹមតែឈរនិយាយមិនចាញ់នៅនឹងកន្លែងតែប៉ុណ្ណោះ ឈាមលោកភេរិនបងប្អូនអើយជួយខ្ញុំផងមានគេចង់សម្លាប់មនុស្សហើយជួយខ្ញុំផង បើទោះបីជានាងសម្លាប់ខ្ញុំក៏ខ្ញុំមិនឲ្យនាងប៉ះពាល់ប្រពន្ធខ្ញុំបានសំបីតែមួយសរសៃសក់ចិត្តអាក្រក់សាហាវព្រៃផ្សៃរបស់នាងគឺមិនអាចយកឈ្នះសេចក្តីស្រឡាញ់របស់ពួកយើងបានទេរំពេចនោះប៉ូលីសក៏បានមកដល់និងចូលអន្តរាគមន៍ភ្លាមរហូតបានសម្រេចរ៉ូសាត្រូវបានប៉ូលីសអូសចេញទាំងស្រែកដូចមនុស្សឆ្កួត លេងយើងទៅលេងយើងចង់សម្លាប់វានាងស្រីចង្រៃនាងឯងដណ្ដើមរបស់យើងនឹងមិនឲ្យនាងឯងបាត់ក្តីសុខនោះទេ ចំណែកម៉ារីណាក៏ត្រូវបានសុភ័ក្រដែលជាមិត្តភក្តិរបស់ភិរុនឃាត់ខ្លួនជាប់និងបញ្ជូនឲ្យប៉ូលីសផងដែរចប់ហើយរ៉ូសានាងនឹងត្រូវនៅក្នុងគុកអស់មួយជីវិតជាមួយមិត្តភក្តិនាងម៉ារីណាហើយ ហេតុអីក៏បងហ៊ានធ្វើបែបនេះបងដឹងទេថាខ្ញុំភ័យយ៉ាងណាបើបងមានគ្រោះថ្នាក់តើខ្ញុំរស់នៅយ៉ាងម៉េចទេ ព្រោះជីវិតបងជារបស់អូនកាលពីមុនបងធ្លាប់បានធ្វើបាបអូនដោយសម្ដីខ្វះការពិចារណាថ្ងៃនេះបងសុំការពីអូនដោយជីវិតម្ដងអញ្ចឹងយើងរួចគ្នាហើយមែនទេ មានរឿងអញ្ចឹងហើយនៅមានចិត្តនិយាយលេងសើចទៀតទេបងឯងនេះ គឺបងនិយាយមែនទេណាកុំថាឡាយត្រឹមកូនកំបិតតូចមួយនេះបើទោះបីជាមេឃបាក់ធ្លាក់សង្កត់មកលើអូនក៏បងអាចរងបានដែរ បងសូមស្បត់ថាមួយជីវិតនេះនឹងមិនឲ្យអ្នកណាមកធ្វើបាបអូនបានជាដាច់ខាត ពូកែសម្ដែងណាលោកប្តី នីកាអូនដឹងទេមុននេះបងធ្លាប់គិតថាសុភមង្គលគឺជាការមានលុយនិងមានអំណាចតែពេលនេះបងដឹងហើយថាសុភមង្គលពិតប្រាកដគឺការមានអូននៅក្បែរញ៉ាំបបរជាមួយគ្នានិងមើលថែគ្នាពេលឈឺ ខ្ញុំក៏អរគុណបងដែរដែលព្រមដើរចេញពីពិភពលោកដ៏មង្សៃមកកាន់ពិភពលោកសាមញ្ញរបស់ខ្ញុំស្នេហារបស់យើងប្រហែលជាចាប់ផ្ដើមដោយទឹកភ្នែកប៉ុន្តែវាក៏បញ្ចប់ដោយស្នាមញញឹមដែលមិនចេះរីងស្ងួន បងស្រឡាញ់អូនណាស់ម្ចាស់ក្សត្រីនៃបេះដូងបង មើលចោះកូនចៅមនុស្សល្អដូចនាងនីកានេះណាទោះត្រូវគេធ្វើបាបដល់ស្លាប់ក៏ដោយចោះក៏ទេវតានេះតាមថែរក្សាដែរចំណែកឯពួកអ្នកមានចិត្តអាក្រក់ចុងក្រោយគុកគឺជាផ្ទះរបស់ពួកវា ត្រូវហើយយាយលោកភិរុននេះក៏ចិត្តក្លាហានណាស់ដែរហ៊ានយកដៃទៅរងចាប់កំបិតជំនួសប្រពន្ធដោយមិនខ្លាចស្លាប់ទេមនុស្សប្រុសបែបហ្នឹងទើបសំជាប្តីកូនស្រីភូមិយើងមែនទេ